ឈ្មោះគណនីមកសោះជាមួយនឹងលេខសម្ងាត់ភេទថ្ងៃឆ្នាំកំណើតហើយក្នុងនេះផងដែរវាមានការអាប់ឡូតរូបថតផងដែរណាអញ្ចឹងបើសិនបើលោកគ្រូចង់អាប់ឡូតជំរាបសួរលោកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទៀតទាក់ទងជាមួយនឹងការបដូរឬការកែប្រែទិន្នន័យនៅក្នុង PLP អញ្ចឹងឥឡូវខ្ញុំចូលទៅមើល PLP ហើយនៅពេលដែលយើងចង់បដូរទិន្នន័យរបស់សិស្សឧទាហរណ៍ដូចតាក់ទងជាមួយនឹងឈ្មោះតាក់ទងនឹងថ្ងៃខែឆ្នាំកំណើតតាក់ទងជាមួយនឹងអត្តលេខយើងអាចបដូរដោយខ្លួនឯងបានអញ្ចឹងដើម្បីបដូរបានយើងទៅកន្លែងទៅនេះនៅពេលដែលយើង log in ហើយអញ្ចឹងនៅពេលដែលយើងចង់បដូរទិន្នន័យរបស់សិស្សយើងទៅកន្លែងការគ្រប់គ្រងរបស់សិស្សអញ្ចឹងនៅពេលដែលយើងចុចការគ្រប់គ្រងរបស់សិស្សវានឹងចេញផ្ទាំងលក្ខណៈបែបនេះមួយអញ្ចឹងយើងត្រូវបដូរយ៉ាងដូចនេះអញ្ចឹងឧទាហរណ៍មួយតាក់ទងជាមួយនឹងមុនម៉ានីអូខេតាក់ទងមុនម៉ានីនៅពេលដែលខ្ញុំចុចទៅលើមុនម៉ានីវាមានតាក់ទងជាមួយនឹងអីគេតាក់ទងនឹងឈ្មោះគណនីមកសោះជាមួយនឹងលេខសម្ងាត់ភេទថ្ងៃឆ្នាំកំណើតហើយក្នុងនេះផងដែរវាមានការអាប់ឡូតរូបថតផងដែរណាអញ្ចឹងបើសិនបើលោកគ្រូចង់អាប់ឡូតលោកគ្រូគ្រាន់តែចូលកន្លែងថតក្នុងនេះគេដាក់ថា import image with blob rule ណាលោកគ្រូចូលលក្ខណៈបែបនេះហើយជ្រើសរើសរូបថតដែលអ្នកគ្រូបានថតទុកនៅក្នុង PC នៅក្នុងកុំព្យូទ័រអញ្ចឹងឧទាហរណ៍កន្លែងនេះឧទាហរណ៍ថាខ្ញុំចង់កែប្រែទៅលើឈ្មោះសិស្សជាភាសាខ្មែរណាថតថាមុនម៉ានីណាឥឡូវខ្ញុំចង់កែប្រែវាឧទាហរណ៍ថាខ្ញុំចង់កែវាដាក់លក្ខណៈនេះមុនម៉ានីអូខេលក្ខណៈបែបនេះចឹងណាអញ្ចឹងយើងនៅពេលដែលយើងកែប្រែហើយយើងទៅកន្លែងខាងក្រោមវាមានការកែប្រែបើសិនណាលោកគ្រូចង់កែប្រែវាអ្នកលោកគ្រូចុចកន្លែងកែប្រែមកវានឹងកែប្រែដោយអូតូម៉ាទិកតម្ដងឃើញអត់អាកន្លែងខៀវគេដាក់ទៅទូបានជោគជ័យអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះតាក់ទងនឹងការកែប្រែទិន្នន័យរបស់សិស្សអញ្ចឹងបើសិនណាលោកគ្រូមានចម្ងល់អីអាច comment នៅក្នុងក្រម YouTube របស់ខ្ញុំសូមអរគុណ